ថៃគេផ្សាយថាប្រទេសហ្វីលីពីនហ្នឹងណាថៃគេផ្សាយគេថាប្រទេសហ្វីលីពីនហ្នឹងបញ្ជាទិញរថពាសដែកពីប្រទេសគេឥឡូវនេះគេមានរថពាសដែកទៀតមិនអីទេរថពាសដែកហ្នឹងកុំតែឆ្លៀនពេលកម្ពុជាបានណាបើឆ្លៀនពេលកម្ពុជាតើតែកម្ពុជាដាក់ drone ដេញបាញ់ម្ដងអាហ្នឹងអញ្ចឹងបាទណាអាហ្នឹងគឺជាចំណែកមួយលោកតារស់នៅស្រុកខេត្តអ្វីស្រុកអ្វីអូនៅស្រុកអាមេរិកនេះគេអត់សួររឿងហ្នឹងទេកូនគេអត់សួរទេនៅក្នុងអនឡាញគេអត់សួរទេដើម្បីកុំឲ្យនេះដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពអញ្ចឹងគេអត់សួររឿងហ្នឹងទេកូនអូខេគេអត់សួររឿងហ្នឹងទេinnocent កាលណាធ្វើដំណើរមានពីរយ៉ាងទី1យើងយកឆ្កែយើងទៅដាក់សន្តាគារគេមានសន្តាគារឆ្កែឆ្មាណាទី2បើយើងទៅយូរយើងដាក់ផ្ទះសំណាក់គេមានផ្ទះសំណាក់គេឲ្យយើងបង់លុយឲ្យគេណាហើយបើយើងមានបងកូនចៅអីយើងផ្ញើគេក៏បានដែរធ្វើការទៅអស់កម្លាំងតិចស្ងាត់ប៉ុន្តែគេខ្ញុំលក់ទេណាចៅញៀនឆ្នាំមិនបាច់ធ្វើអីឲ្យចាញ់ច្បាំងជាមួយសៀមឥឡូវគេចិត្តច្បាំងគ្នាទៀតហើយលើកទី3អញ្ចឹងចៅឲ្យញៀនឆ្នាំដាក់ពាក្យចាញ់ច្បាំងជាមួយសៀមច្បាំងតែម្ដងឯងឈប់ញៀនឆ្នាំហើយណាសួស្ដីសវណ្ណបាទក្រសួងការបរទេសកំពុងតែចាញ់ផ្សាយព័ត៌មានថ្កោលទោសអំពីថៃសៀមដែលបានបន្តរំលោភឈ្លានពានណាបានបន្តរំលោភឈ្លានពានដល់បានបន្តរំលោភឈ្លានពានដល់កម្ពុជាណាឥឡូវនេះរដ្ឋាភិបាលកំពុងតែស៊ើបអង្កេតរឿងកងទ័ពដែលរបួសហ្នឹងណាកំពុងតែស៊ើបអង្កេតលើរឿងកងទ័ពដែលរបួសណាហើយភៀវក៏បោកបក់មកលើប្រទេសថៃហើយទឹកចំនួនក៏មានច្រើនឡើងនៅតាមខេត្តនានាហើយថៃក៏នៅតែបាញ់ចាញ់នៅភាពប្រហើនកោងកាចបង្កឲ្យមានភាពតានតឹងតាមបណ្ដោយព្រំដែនកម្ពុជាថៃឡង់នេះគឺជាអ្វីដែលកំពុងតែកើតឡើងហើយខ្ញុំក៏បាននិយាយអំពីក្បួនបោករបស់កុលអាស័យ$23ដែរបងប្អូនក៏បានដឹងហើយចែកចាយកុំឲ្យជឿតាមការឃោសនាថាបានលុយបានកាក់ណាវាខ្លាយទៅជាឧបករណ៍នៃការវឹកវររបស់ពួកហ្នឹងដែលកំពុងតែមានផែនការរកស្រោមសម្បត្តិនៅខាងក្រៅប្រទេសវាបានទិញខ្ញុំឃើញក្រសួងការបរទេសចាញ់លិខិតព័ត៌មានរឿងព្រំដែនស្របនឹងសភាពការរបប3ថ្ងៃមិញឥឡូវនេះឮសូរថារបប4នាក់ខ្ញុំមិនទាន់ដឹងច្បាស់នៅឡើយណាបាទទិញនឹងចំណុចមួយទៀតចៅស៊ីយ៉ាស់រឿងសៀមលួចអក្សរខ្មែរអត់ទេចៅសៀមអត់លួចទេពេលដែលវាបង្កើតហ្វាន់អក្សរខមហ្នឹងវាជួយយើងទេចៅវាជួយឲ្យយើងល្បីយើងកុំថាវាលួចទុកឲ្យវាធ្វើទៅវាល្បីយើងទេចៅកុំគិតថាវាលួចគិតថាវាលួចខុសហើយណាកូនណាលោកតាខេត្តបៃលិនឥឡូវសម្បូរត្បូងដូចពីមុនទេត្បូងមិនទាន់អស់ទេកូនវាអស់នៅតាមដីមែនប៉ុន្តែវានៅភ្នំវាអត់ទាន់អស់ទេភ្នំខៀវភ្នំយ៉ាតភ្នំអីនោះអត់ទាន់អស់ទេក៏ប៉ុន្តែគេហាមមិនឲ្យធ្វើអាជីវកម្មត្បូងនៅមានទៀតណាមិនអស់ទេអស់តែតាមដីសាធារទេណាកូនណានឹងអញ្ចឹងហើយដីសាធារនឹងទៀតក៏វាអស់តែដីបកលើទេដីក្រោមនៅមានទៀតត្បូងនៅមានលោកតាពេលតានៅរៀនចូលចិត្តរាប់អានមិត្តប្រុសឬមិត្តស្រីតាក្នុង10នាក់សឹងតែ9នាក់សិតតែស្រីកាលតានៅរៀនគេហៅតាខ្ទើយពីព្រោះតាចូលចិត្តរាប់រកស្រីហើយចូលចិត្តលេងល្បែងស្រីហើយតាសម្បូរមកហូបចំណីញ៉ាំណាសម្បូរបង្អែមសម្បូរផ្លែឈើញ៉ាំណាហើយអត់ដែលជំពាក់លុយគេទេហើយអត់ដែលគេខ្ចីលុយទេកូនអើយពីព្រោះមិត្តភក្តិសិតតែស្រីហើយគ្រាន់តែកន្សែងដៃសម្រាប់ជុំមុខណាមិនខ្វះប្រើទេកូនអើយមិត្តភក្តិបាក់ឲ្យណាមិត្តភក្តិបាក់ឲ្យមិត្តភក្តិតាសិតតែស្រីតាមិនអួតទេ20នាក់មានប្រុស2តាត្រូវទេតែជាមួយស្រីទេត្រូវមែនទេបងណាទៅណាទៅទាំងបងដើរផ្សារទៅភ្នំទៅភ្នំទៅលេងតាមភ្នំតាមប្រហែលអីទៅតែជាមួយស្រីទេបងហើយចំណៃមានជាប់រហូតព្រោះមិត្តភក្តិឲ្យញ៉ាំណាអាហ្នឹងចឹងជួនកាលទៅប្រឡងឌីប្លូមអីជួយពង្រៀនមិត្តភក្តិស្រីរៀនណាក់ជាមួយគ្នាណាប៉ុន្តែពេលត្រៀមប្រឡងពង្រៀនវាទៀតតាំងពីដើមមកតាមានមិត្តភក្តិស្រីដល់តាមកនៅថៃមានថ្ងៃមួយកូនមេធំនៅនងខៃវាស្រឡាញ់តែអត់ដឹងថាវាស្រឡាញ់វាយកអាភៀនមកដុំមកលោមកឲ្យហើយតាអត់ស្គាល់អាភៀនទេយកឲ្យមេបាត់ភ្នែកធំហើយតាមានស្គាល់ថាអាភៀនអីតាអត់ស្គាល់ទេអញ្ចឹងស្បោនៅថៃក៏មានស្រីស្រឡាញ់តាចូលទៅលាវមានស្រីលាវស្រឡាញ់បើតាជាមនុស្សម្នាក់ផ្អែមល្ហែមទេមិនដូរឡាដូចនៅក្នុង show នេះទេនៅក្នុង show នេះនឹងនិយាយសម្ដីអាក្រក់អីហ្នឹងដោយសារនៅក្នុង show ទេមិនមែនជាមនុស្សចឹងទេមានអ្នកខ្លះក៏លន់មកនិយាយថានៅក្រៅតាមិនមែនចឹងទេណាអានោះវាជាការសម្ដែងនៅក្នុង show ណាចៅណាហើយរឿងវោហាសាស្ត្រអាហ្នឹងមានណាមានរឿងវោហាសាស្ត្ររឿងអីមានប៉ុន្តែឲ្យទៅជាគ្រប់គ្រាតអីតាមមិនសូវចូលចិត្តទេខ្ញុំចង់បង្កើត Min Town ពេលលោកតាមកដាក់ក្រោមឡានលោកតាដាក់ទៅអត់អីទេ Min Town ពេលឡានបកកាន់អត់វាអត់គ្រប់តោនតាមមិនសូវខ្លាចទេរឿងតោនហ្នឹងតាខ្លាចជាពេលមកស៊ូតាខ្លាចក្បត់ខ្លាចអីជាងអាមីនអីហ្នឹងតាមមិនសូវខ្លាចទេ
ពីព្រោះអត់បានស្រែកអូយ៉ូយទេទៅហើយអញ្ចឹងតាមទៅខ្លាចទេកូនអូខេខ្លាចជាងគេណាបាច់ព្រៀងកៅស៊ូបងសិដ្ឋា how are you មកទល់ពេលនេះរឿងស្លាប់ខ្ញុំអត់ដឹងទេណាអត់ដឹងទេតកតងនឹង trading មានអ្នកខ្លះថាវាជាលបែងហើយអ្នកខ្លះមិនមែន trading ពិតប្រាកដវាមិនមែនជាលបែងទេវាជាវិនិយោគតែនៅប្រទេសកម្ពុជា99កន្លះវាជាការបោកប្រាស់ណាកូនវាជាការបោកប្រាស់អូខេហ្នឹងតែប៉ុណ្ណឹងលោកតាបែកក្បាលនេះចេះតែសួរចឹងឲ្យសួរលេងសើចច្រើនហ្នឹងតានិយាយលេងខ្លះតែតាត្រូវតែខំប្រឹងប្រមូលឲ្យចាក់រៀនខ្លះលោកបងក្រែងថៃអាចអង្គៀមទឹកដីបានហេតុអ្វីថៃចាំបាច់បង្ករឿងបែបនេះធ្វើអ្វីរឿងអស់នេះជួនកាលមិនមែនសៀមនឹងវាឆ្លាតពេកទេណាបានតែជួនកាលក៏វាឆោតដែរខ្ញុំមិនចង់និយាយអីច្រើនទេណាតែខ្ញុំជៀសវាងការនិយាយដើម្បីកុំឲ្យកូនខ្មែរយើងចូលដំបូងខ្ញុំមើលទស្សនៈកិច្ចស្ដេចសៀមអានេះនិយាយអត់មានប្រមាថមើលងាយទេស្ដេចសៀមមិនស្រួលទេណាគូក្បាលដូចអត់ស្រួលហើយមិនត្រឹមតែស្រួលគូក្បាលមិនស្រួលទេកូនស្រីដែលដើរតាមហ្នឹងក៏មិនស្រួលកូនស្រីហ្នឹងអត់ស្រួលទេហើយកូនប្រុសមួយដែលនៅក្មេងជំរងហ្នឹងក៏អត់ស្រួលណាអត់ស្រួលទេជើងមិនជាប់ដីទេយល់អត់ស្រួលទេអញ្ចឹងជួនកាលទៅដូចថាពេលដល់ពេលដល់វេលាណាដែលសៀមវាចាប់ដើមរិចរិលតែយើងនិយាយអញ្ចឹងទៅក្មេងវាស្ដាប់ឮសូរវាចូលអញ្ចឹងខ្ញុំមិននិយាយទេតែខ្ញុំសង្កេតមើលសៀមឥឡូវវាដូចជាមានបញ្ហាណាហើយដូចមិនបានជាខ្ញុំមិននិយាយព្រោះនិយាយទៅក្មេងស្ដាប់ឮវាចូលណាបន្តិចណាវាចូលមិនចង់ឲ្យក្មេងចូលមិននិយាយតែខ្ញុំសង្កេតមើលសពថៃដូចយ៉ាងចង់អត់ស្រួលរៀងដូចជាចង់ក្លាប់ដូចជាមិនស្រួលអាហ្នឹងខ្ញុំនិយាយបន្តិចចុះមួយម៉ាត់ចុះអូខេលោកតាខ្ញុំអង្គុយរៀនបានតែ1ម៉ោងជាងចាប់ផ្ដើមលែងបដោតអារម្មណ៍បែកអារម្មណ៍តើមានវិន័យក្នុងការរៀនទេមានវិន័យមានប៉ុន្តែអញ្ចេះណាចៅតាមស្ដាប់មើលចៅឯង lose focus អញ្ចឹងដំបូងរៀនកាត់បន្ថយការដើរលេងតែបើសិនតែចេះតែបែកអារម្មណ៍ទៅពេទ្យដំបូងយើងត្រូវចង់ដឹងថាតើការបែកអារម្មណ៍របស់យើងនឹងជាជំងឺឬក៏ជាយើងដើរលេងច្រើនបើយើងដើរលេងច្រើនយើងកែខ្លួនតែបើយើងកែខ្លួនហើយនៅតែបែកអារម្មណ៍លេបថ្នាំនៅសហរដ្ឋអាមេរិកគេមានថ្នាំសម្រាប់លេបកុំឲ្យបែកអារម្មណ៍ពេកដើម្បីសិស្សនឹងរៀនបានគេអត់ចាត់ទុកថាជាជំងឺសតិគេអត់ចាត់ទុកថាជាជំងឺដែលធ្ងន់ធ្ងរទេគេមានថ្នាំឲ្យលេបដើម្បីយើងចង់ចាក់រៀនណានៅអាមេរិកមានហើយថ្នាំនោះអត់ថ្លៃទេនៅគ្រូពេទ្យគេឲ្យសិស្សលេបណាតែដំបូងយើងត្រូវស្វែងយល់សិនថាតើយើងប្រមូលអារម្មណ៍បានឬទេបើយើងប្រមូលអារម្មណ៍មិនបានទេណាអានោះយើងទៅពេទ្យទៅសុំថ្នាំដើម្បីផ្ដុំអារម្មណ៍ពេលយើងរៀនណាណាផ្លូវ2នៅអាមេរិកសិស្សច្រើនដែរថាថ្នាំអញ្ចឹងណាហើយឧស្សាហកម្មរឿងដែលខ្លាចនឹងចេះតែខ្លាចអាការបែកអារម្មណ៍ហ្នឹងមកពីយើងវាខ្សោយអាហារយើងអត់ជួយខួរក្បាលណាបងអានឹងអញ្ចឹងទេលោកតាជួយនិយាយពីរដ្ឋ Alaska បានទេរដ្ឋ Alaska ជារដ្ឋល្អមានធនធានច្រើនប្រជាជនតិចជារដ្ឋដែលជាដែនដីនៅចន្លោះកាណាដានិងដីគោកអាមេរិកហើយរឿងគេទិញអីពីរុស្ស៊ីអីមកហ្នឹងតាមមិនសូវចាប់អារម្មណ៍រឿងហ្នឹងទេហើយក៏មិនដឹងច្បាស់ដែរពីព្រោះវាអត់មានអីសំខាន់ណាលោកតាតើ 3M21 សម័យនេះនៅខ្លាំងដូចមុនទេខ្លាំងជាងមុនទៀតmodel ថ្មីវាបាញ់លឿនជាងមុនហើយបាញ់ត្រង់ជាងមុនឥឡូវនេះអាក្រប 3M21 122 មីលីម៉ែត្រនេះយើងធ្វើខ្លួនឯងបានទេយើងធ្វើខ្លួនឯងបាន spy miss លឺសូររឿងហ្នឹងដែរប៉ុន្តែអត់មានស្លាប់ទេគ្រាន់តែរបួសទេអញ្ចឹងតើសេនាប្រមុខលន់ណុលធ្វើខុសឬត្រូវគាត់អត់មានធ្វើអីខុសទេគាត់ទទួលស្មោះបានលីប៊ុនថេងកាលពីមុនខ្ញុំធ្លាប់សួរលោកតាថាចង់មកលេងស្រុកខ្មែរទេពេលនោះលោកតាថាឲ្យទៅស្រុកខ្មែរកាន់កាប់ដោយហ៊ុនសែនអត់ទេតាអត់និយាយចឹងទេតានិយាយថាតាអត់នឹកស្រុកទេហើយតាអត់មាននិយាយថាកាន់កាប់ដោយហ៊ុនសែនចឹងឯងចេះទៅស្ដាប់ម្ដងទៀតតាមិនមែនចេះតែភ្លេចទេតានិយាយថាជួនកាលមេឃវាអត់ស្រឡះពិបាកបើមេឃវាស្រឡះក៏ចង់មកដែរអាហ្នឹងមានហើយតានិយាយថាតាអត់មកទេតាមិននឹកស្រុកទេអាហ្នឹងតានិយាយមែនតែមិនដែលមាននិយាយថាមកពីហ៊ុនសែនគាត់កាន់កាប់ស្រុកមិនចូលស្រុកទេពីព្រោះខ្ញុំនេះជាអ្នកគ្រប់គ្រងហ៊ុនសែនណាលីប៊ុនថេងអញ្ចឹងចៅឯងនិយាយដូចជាខុសទេបើនិយាយថាតានិយាយថាមិននឹកស្រុកមិនមកទេអាហ្នឹងពិតតាមាននិយាយចឹងមែនតែបើនិយាយថាអូមកពីមានហ៊ុនសែនបានមិនមកខុសទេអត់ដែលនិយាយចឹងទេតែគាត់ណាសុំលោកតាបើកវគ្គសិក្សាខ្លីៗអត់ទេធ្វើការទេកូនតាត្រូវបំរើ fan 75លានអ្នកមនុស្ស75លានអ្នកមើលតាឡៃតាបង្រៀនអីតាមានពេលទេណាតើអ្នកដែលមិនសូវពូកែខាងវិទ្យាសាស្ត្រជាពិសេសគណិតវិទ្យាអាចរៀនមុខវិជ្ជាសាស្ត្រកុំព្យូទ័របានទេបានរៀនបានហើយជួនកាលរៀនបាន4ឆ្នាំស្រាប់តែពូកែហ្មងតរៀនទៅប្រពោះជីវិតយើងក្នុងមួយឆ្នាំវាដូរណាអញ្ចឹងរៀនបានធានាថារៀនបានអញ្ចឹងមិនមែនតែរៀនបានទេព្រោះវាកើតមកលើខ្ញុំពីដើមមានពូកែគណិតសាស្ត្រណាគណិតសាស្ត្រខ្ញុំមធ្យមតាតែខ្ញុំរៀនវិទ្យាសាស្ត្របានអត់មានបញ្ហាទេអ្នកក្បាលខូចមួយវាសួរឯងមើលអាចៅមួយវាសួរឯងថាមកស្រុកខ្មែរជួបអាម៉មគេនេះហើយអត់ថ្ងៃយកក្បាលខូចអានេះក្បាលខូចសួរឡើង9ឯងទៅជួបអាឆែតតាបើជួបអាឆែតឲ្យបើកកុំតមិនមានទេខ្លាចកាត់រូបទៀតក្បាលខូចសួរឯងថាមកនឹងចង់ជួបអាឆែតវាអត់អានេះក្បាលខូចមែនvậyតាគិតយ៉ាងណា
លើការវាយអាគារចាស់ចោលដោយលើកមកថាចាស់ខ្លាំងពេកតើវាពិតជាចាស់រហូតមិនអាចកែបានមែនទេវាអញ្ចឹងណាកូនណាអាគារមួយចំនួនបានបន្សល់ទុករហូតដល់ទឹកហូរទៅវាធ្វើឲ្យបែកគ្រឹះដែលការជួសជុលអាគារបែបហ្នឹងចំណាយលុយច្រើនជាងសង់ថ្មីនឹងមួយណាកូនណាបើយើងពិតជាចង់ថែរក្សាវាតើថែរក្សាវាទុកជាមរតកប្រវត្តិសាស្ត្របានទេចម្លើយថាបានចុះបើយើងចង់ពង្រឹងវាឲ្យរស់នៅបានទេបានចុះហេតុដោយមកដឹកបានគេវាយវាចោលពីព្រោះខ្មែរឥឡូវគេអត់ចូលចិត្តអាគារចាស់ខ្មែរជឿថាការរស់នៅក្នុងផ្ទះចាស់ខ្លាចខ្មោចលងខ្មែរខ្លះជឿថាការរស់នៅក្នុងផ្ទះចាស់អត់រិស័យខ្មែរជឿថាឆ្លងកាត់វាលពិឃាតមកផ្ទះភាគច្រើនមានខ្មោចអញ្ចឹងខ្មែរក៏វាយផ្ទះនឹងចោលទៅហ្នឹងមួយណាមួយទៀតរឿងព្រះវិហារលោកសង្ឃឥឡូវគិតពីរឿងលុយហើយនឹងមុខមាត់បើមិនវាយព្រះវិហារចាស់ចោលសង់ព្រះវិហារថ្មីទេធ្វើម៉េចប្រមូលលុយញាតិញោមបានអញ្ចឹងការជួសជុលព្រះវិហារទុកជាមរតកប្រវត្តិសាស្ត្រអត់មានអ្នកណាធ្វើទេមនុស្សសប្ងៃអត់ចង់នៅផ្ទះចាស់ទេដូចតាចង់នៅផ្ទះអាយុ100ឆ្នាំឡើងលើតែខ្មែរភាគច្រើនគេអត់នៅទេផ្ទះអាយុ100ឆ្នាំឡើងលើគេយល់ឃើញថាខ្លាចខ្មោចលងអញ្ចឹងណាចំណែកតាជឿលើវត្ថុបុរាណអត់ខ្លាចទេហើយចំណែកឯមនុស្សខ្មែរយើងភាគច្រើនអត់ចូលចិត្តវត្ថុបុរាណនេះខ្លាចខ្មោចគេខុសគ្នាអញ្ចឹងណាខុសគ្នាអញ្ចឹងហើយដូច្នេះហើយនៅប្រទេសកម្ពុជាគេសុខចិត្តវាយចោលឲ្យឆាប់ដើម្បីសង់ថ្មីអានឹងគឺជារឿងដែលកើតឡើងណាបាទ